4 មានព្រះដកស្រង់2ទំនុកដំកើងចំពុក19ខ1ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្ថទ្រង់ធ្វើយើងដឹងថាមានព្រះដោយសារការរៀបចំនៅអ្វីគ្រប់យ៉ាងនៅក្នុងសកលលោកទោះបីយើងមិនអាចមើលឃើញទ្រង់ក៏ដោយយើងត្រូវតែនិយាយថាព្រះមានពិតទ្រង់គឺជាព្រះដ៏មានព្រះជន្មរស់យើងគួរតែបើកមាត់របស់យើងហើយហៅព្រះអង្គអស់ពីដួងចិត្តរបស់យើងដើម្បីឲ្យព្រះអង្គចូលមកក្នុងយើងខ្លឹមសារទំនុកដំកើងចំពុក19ខ1ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្ថទ្រង់ធ្វើរ៉ូមចំពុក1ខ19ព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាននោះបានសំដែងមកក្នុងពួកគេហើយដោយព្រះទ្រង់សំដែងការនោះឲ្យគេឃើញជាក់ហេព្រើរចំពុក11ខ6ខត្បិតអ្នកណាដែលចូលទៅឯព្រះនោះត្រូវតែជឿថាមានព្រះមែនរ៉ូម៉ាំង1ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្ថទ្រង់ធ្វើយើងដឹងថាគឺមានព្រះដោយសារការរៀបចំនៅអ្វីគ្រប់យ៉ាងនៅក្នុងសកលលោកទោះបីយើងមិនអាចមើលឃើញទ្រង់ក៏ដោយ B រាល់បាតុភូតនៃធម្មជាតិមានតុល្យភាពបានរៀបចំពេញដោយអត្ថន័យនិងមុខងាររីឯសកលលោកនេះវិញត្រូវបានបង្កើតដោយមួយអង្គដែលមានព្រះបញ្ញាដ៏ជ្រាលជ្រៅចំណេះដឹងដ៏ទូលំទូលាយនិងការរចនាដ៏ស្មុគស្មាញរ៉ូម៉ាំង2ចិត្តរបស់យើងប្រកែករកការគង់នៅរបស់ព្រះគ្រប់គ្នាកំពុងតែស្វះស្វែងរកព្រះការនោះត្រូវតែមានការគង់នៅរបស់ព្រះនៅក្នុងសកលលោក ចំពោះរាល់តម្រូវការខាងក្នុងរបស់មនុស្សគឺត្រូវគ្នានឹងការផ្គត់ផ្គង់ខាងក្រៅរបស់គាត់ឧទាហរណ៍ចំណង់អាហារនៅខាងក្នុងខ្លួនមនុស្សគឺត្រូវបានបំពេញដោយការផ្គត់ផ្គង់អាហារផ្សេងគ្នាដែលនៅខាងក្រៅខ្លួនមនុស្ស B មនុស្សគ្រប់រូបមានសេចក្តីប៉ងប្រាថ្នាជ្រាលជ្រៅចំពោះព្រះជាម្ចាស់បើគ្មានព្រះគង់នៅទេនោះយើងក៏នឹងមិនមានសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តរបស់យើងដែររ៉ូម៉ាំង3ត្បិតអ្នកណាដែលចូលទៅឯព្រះនោះត្រូវតែជឿថាមានព្រះមែនយើងត្រូវតែនិយាយថាព្រះមានពិតទ្រង់គឺជាព្រះដ៏មានព្រះជន្មរស់ B ព្រះអង្គម្ចាស់យេស៊ូវរបស់យើងគឺជាព្រះអង្គទ្រង់ផ្ទាល់យើងគួរតែបើកមាត់របស់យើងហើយហៅព្រះអង្គអស់ពីដួងចិត្តរបស់យើងដើម្បីឲ្យព្រះអង្គចូលមកក្នុងយើងរ៉ូម៉ាំង4មានព្រះយេស៊ូវជាព្រះសង្គ្រោះទ្រង់ទទួលគ្រប់យ៉ាងជំនួសឲ្យខ្ញុំបានរស់សុចរិតគ្រប់គ្រាទ្រង់ជាកម្លាំងរាល់វេលា